នៅក្នុងព្រះគម្ពីរបរិសុទ្ធពិតជាមានការនិយាយជាច្រើនអំពីការគ្រប់គ្រងហិរញ្ញវត្ថុដែលរួមបញ្ចូលទាំងការសន្សំប្រាក់ផងដែរគោលការណ៍ទាំងនេះមិនមែនគ្រាន់តែជាគន្លឹះសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែវាត្រូវបានបង្កប់ដោយប្រាជ្ញាខាងវិញ្ញាណនិងសីលធម៌គន្លឹះសំខាន់អំពីការសន្សំនិងហិរញ្ញវត្ថុមានដូចជាចំណុចទី1ការសន្សំប្រាក់និងការរៀបចំផែនការព្រះគម្ពីរសរសើរដល់អ្នកដែលចេះសន្សំទុកសម្រាប់ពេលអនាគតជាឧទាហរណ៍ក្នុងសុភាសិតចំពោះទី21ខទី20បានចែងថាមានទ្រព្យវិសេសនិងប្រេងនៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញាតែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅដូចគ្នាដែររឿងរបស់លោកយូសែបដែលបានសន្សំស្បៀងទុកក្នុងគ្រាមានផលច្រើនដើម្បីទុកសម្រាប់គ្រាអត់ឃ្លានគឺជាគំរូដ៏ច្បាស់លាស់មួយនៃការត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុចំពោះចំណុចទី2ការជៀសវាងបំណុលព្រះគម្ពីរព្រមានអំពីគ្រោះថ្នាក់នៃបំណុលក្នុងសុភាសិតចំពោះទី22ខទី7បានប្រៀបធៀបថាមនុស្សអ្នកមានគេគ្រប់គ្រងលើពួកអ្នកក្រហើយអ្នកណាដែលខ្ចីគេជាបាវបម្រើដល់អ្នកដែលឲ្យខ្ចីនោះការមានបំណុលអាចបង្អាក់សមត្ថភាពក្នុងការសន្សំនិងបង្កើតភាពតានតឹងផ្នែកហិរញ្ញវត្ថុចំណុចទី3ការរស់នៅក្នុងមធ្យមភាពការចាយវាយឲ្យទាបជាងចំណូលគឺជាមូលដ្ឋានគ្រឹះសម្រាប់ការសន្សំសុភាសិតចំពោះទី21ខទី20ចែងថាមានទ្រព្យវិសេសនិងប្រេងនៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញាតែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅបានបង្ហាញពីប្រាជ្ញានៃការមិនចាយវាយអស់ទាំងស្រុងចំពោះចំណុចទី4គឺការវិនិយោគដោយប្រាជ្ញានៅក្នុងព្រះគម្ពីរសាស្តាចំពោះទី11ខទី12ចូលចែកឲ្យដល់7អ្នកចុះហើយឲ្យដល់8អ្នកផងត្បិតឯងមិនដឹងជានឹងកើតមានសេចក្តីអាក្រក់យ៉ាងណានៅផែនដីទេខគម្ពីរនេះណែនាំឲ្យមានការបែងចែកវិនិយោគដើម្បីកាត់បន្ថយហានិភ័យដែលជាគោលការណ៍ស្របនឹងការសន្សំនិងការវិនិយោគទំនើបចំពោះចំណុចទី5គឺសេចក្តីសប្បុរសនិងការឲ្យទានព្រះគម្ពីរបានបង្រៀនថាការឲ្យទានគឺជាផ្នែកមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុសុភាសិតចំពោះទី11ខទី24និង25បានចែងថាមានមនុស្សដែលចែកផ្សាយទ្រព្យតែចេះតែចម្រើនកើនឡើងក៏មានមនុស្សដែលហួងហែងហួសខ្នាតតែគេចេះតែខ្វះខាតវិញមនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរណ៍ហើយអ្នកណាដែលស្រោចទឹកដល់គេនោះនឹងបានគេស្រោចដល់ខ្លួនដែរការមានចិត្តសប្បុរសថែមទាំងអាចបំបាក់អំណាចនៃលុយទៀតផងចំពោះចំណុចទី6ភាពស្មោះត្រង់និងសុចរិតការរកស៊ីដោយស្មោះត្រង់និងការមិនបោកប្រាស់នៅក្នុងព្រះគម្ពីរលេវីវិន័យចំពោះទី19ខទី11បានសម្ដែងថាមិនត្រូវឲ្យអ្នកឯងរកគ្នាលួចឬប្រព្រឹត្តឆបោកឬកុហកគ្នាទៅវិញទៅមកឡើយក្នុងខគម្ពីរនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងទ្រព្យសម្បត្តិប្រកបដោយចីរភាពសរុបមកព្រះគម្ពីរផ្ដល់នូវក្របខ័ណ្ឌដ៏ទូលំទូលាយមួយសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុដែលជំរុញឲ្យមានការសន្សំការរៀបចំផែនការការជៀសវាងបំណុលការវិនិយោគប្រកបដោយប្រាជ្ញានិងសំខាន់បំផុតគឺការមានចិត្តសប្បុរសនិងការដឹងថាអ្វីៗទាំងអស់គឺមកពីព្រះ